អ្នកខ្ញុំឈ្មោះច្រែងថោរស់នៅភូមិស្រីក្រោមភូមិព្រៃរួមស្រុកឯកភ្នំខេត្តបាត់ដំបងបានទទួលកម្រងពីអង្គការដីដើម្បីជីវិតចម្ពោះចរិតចំនួន2ទ្រុងអ្នកខ្ញុំចាំពីធុងនេះទទួលបានផលកម្រៃច្រើនមុនដំបូងបានអង្គការឲ្យនោះបានតែ30គីឡូទេក្រោយមកបាន2ទ្រុង72គីឡូហើយក្រោយមកទៀតបាន30គីឡូមួយទ្រុង30ទ្រុង30ក្រោយពាក់ក្រោយនេះបានដល់25ទេ2ទ្រុងណាខ្ញុំឃើញថាវាបានផលប្រយោជន៍ច្រើនខ្ញុំរងថ្ងៃនេះបរិយាទ្រុងបាន11ទ្រុងមុខរបរធ្វើស្រែធ្វើចការដាំបន្លែដាំអីចឹងណាប៉ុន្តែឥឡូវហ្នឹងវាដីបោះតិចហើយឃើញថាចរិតនឹងវាចិញ្ចឹមទៅបានផលច្រើនមានកម្រងថាចិញ្ចឹមតទៀតមិនតាន់មានថាវិការចិញ្ចឹមអញ្ចឹងណាបាទតិចបាទវាបានចំណូលច្រើននិយាយថាចំណូលយើងបានសំរុំដែរយើងបាន50ដែរហើយយើងចំណូលនេះយើងអាចប្រើការបានក្នុងគ្រួសារយើងរកខាងក្រៅមកយើងអាចតបសំបានអញ្ចឹងហើយយើងជួយគ្រួសារយើងបានច្រើនដែរបានកូនចៅរៀនទៅពេទ្យទៅអីបំការអីយើងអាចយកប្រើការបានអញ្ចឹងមកវគ្គនេះខ្ញុំលំបាកដែរនេះលំបាកពេលដែលវាដកស្នាមនេះវាងាប់ពីគ្រូទៅពេលដកស្នាមនេះមួយវគ្គនេះដកស្នាមទៅវាងាប់វាមិនមកសាផងហើយចំណីវាមានអីខ្លះដែរហើយយកពីណាមកចំណីនេះមានកតក់ខ្ញុំដាក់ត្រីផងត្រីនឹងខ្ញុំយកមកហាលទៅខ្ញុំកិនវាស៊ីចំណីវាមានឲ្យស៊ីតកួនកប៉ោកទីថ្មស៊ីច្រើនមុខដែរនឹងបន្លែផ្អែមដលងអីហ្នឹងលពៅរណងឲ្យស៊ីវាចង់ថាបន្លែវាក្រាន់ដែរក៏ប៉ុន្តែដល់ពេលវាថោកយើងជួបហាលីភីខ្ពស់យើងអត់បានចំណេញទេតែចរិតនេះតម្លៃវាក្រាន់យើងចិញ្ចឹមឲ្យលឿនល្បឿនយើងលឿនដល់មួយខែ10ថ្ងៃតាំងពីញ៉ោះពងមកដល់ខែ10ថ្ងៃក៏12ថ្ងៃបានចាប់ហើយយើងស៊ីបបអញ្ចឹងឃើញថាវាក្រាន់ជាងចំណេញជាងហីវ៉ាន់ចង់ថែមចង់ធ្វើថែមចង់បើថាមកវគ្គក្រោយនេះកូនប្រកាសក្រោយនេះបើសិនថាវាល្អអត់ងាប់ទេថែមទៅដល់ចង់កម្រងចង់30 40ធុងអីនោះបើសិនជាមានកម្លាំងរោយើងចិញ្ចឹមចរិតល្អជាងកសិករច្រែងថោជាកសិករគំរូម្នាក់ដែលចិញ្ចឹមចង្រិតទទួលបានទិន្នផលខ្ពស់នៅក្នុងស្រុកឯកភ្នំការចិញ្ចឹមចង្រិតរបស់គាត់ទទួលបានទិន្នផលខ្ពស់ដោយសារការមើលថែដោយយកចិត្តទុកដាក់គាត់ក៏បានផ្ដល់នៅចំណីសម្រាប់ចង្រិតរបស់គាត់មានដូចជារុក្ខជាតិបៃតងបន្លែកន្ទក់និងមានដូចជាផ្លែល្ពៅនិងចំណីផ្សេងទៀតនៅជុំវិញផ្ទះរបស់គាត់ចង្រិតក្នុងមួយធុងគាត់អាចទទួលបានទិន្នផលរហូតដល់37គីឡូក្រាមរយៈពេល1ឆ្នាំកន្លងមកនេះគាត់ចិញ្ចឹមចង្រិតទទួលបានទិន្នផលខ្ពស់ធ្វើឲ្យមានការកើនឡើងនៃប្រាក់ចំណូលរបស់គាត់ធ្វើឲ្យជីវភាពរបស់គាត់បានល្អប្រសើរក្រោមជាងឆ្នាំមុន